Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់មីនចាសម្រាប់ថ្ងៃនេះមីននឹងធ្វើការសម្រាយរឿង Trap in Osaka EP 2បន្តព្រឹកឡើងយើងក៏បានឃើញម្ចាស់បំណុលរបស់យើងបានងើបមកធ្វើការរៀបចំផ្ទះសម្បែងណែមកទាលុយគេទេណាកូនមិនមែនមកធ្វើប្រពន្ធរបស់គេនោះទេហើយយើងនឹងក៏ស្ត្រីមេផ្ទះខ្លាំងម្លេះឈិនស៊ីបាននិយាយហើយមិនលោកប្រុងនៅនឹងមែនអ្នកលេងក៏ត្រូវបងបន្ទប់ដែរអញ្ចឹងហើយខ្ញុំនៅទីនេះមិនបាច់អស់លុយជួលនោះទេនិយាយចប់ហើយហៅអ៊ីក៏បានជួលសម្អាតផ្ទះបន្តឈិនស៊ីឃើញហើយហួរចិត្តអ្នកលេងហើយនឹងកូនបំណុលមែនលោកនេះមើលទៅមិនដូចជាអ្នកមកទាបំណុលយើងសោះហេតុអីក៏លោកមកធ្វើជាអ្នកទាបំណុលអញ្ចឹងឯងនេះនិយាយច្រើនមែនឯណាទៅឆាប់ទៅទិញឲ្យយើងមកអត់មានលុយផងហៅអ៊ីបានបោះលុយឲ្យតែពេលនោះគាត់ក៏បាននឹកឃើញថាគាត់មិនអាចឲ្យឈិនស៊ីចេញទៅទិញតែម្នាក់ឯងបាននោះទេព្រោះប្រសិនបើនីរត់បានតើមានអ្នកណាសងលុយគាត់ចង់ទៅខ្លួនឯងក៏មិនបានព្រោះទុកឈិនស៊ីនៅផ្ទះប្រសិនបើគាត់លួចរត់ទៀតទៅវាដដែលចុងក្រោយក៏បានអូទាញឈិនស៊ីទៅក្រៅជាមួយដែរពេលត្រឡប់មកវិញពួកគាត់ក៏បានទិញរបស់របរជាច្រើនពេលយូរទៅហៅអ៊ីក៏បានរករឿងថាឈិនស៊ីនឹងអត់ជួយយួរទេយួរដោយអត់យួរអញ្ចឹងខឹងពេកក៏បានយួរតែម្នាក់ឯងដល់ពេលយួររួចចុងក្រោយក៏បានថាឲ្យគេឯងនេះគិតតែចង់ឲ្យខ្ញុំយួរតែម្នាក់ឯងទេអីឈិនស៊ីពិបាកភ្នែកពេកក៏បានចូលទៅជួយនឹងរអ៊ូតិចតិចថាបានតែកម្ពស់យោងតែអត់ប្រយោជន៍ហៅអ៊ីក៏បានចូលទៅសួរអេមិនក៏ឯងខ្ចីលុយគេអញ្ចឹងមិនមែនជារឿងរបស់លោកនោះទេហេតុអីត្រូវប្រាប់លោកនោះអញ្ចឹងហេតុអីឯងមិនទៅធ្វើការទៅមនុស្សយើងត្រូវតែមានគោលដៅនិងការប្រឹងប្រែងឯងនឹងអាចយកឈ្នះបានវាអត់ប្រយោជន៍ទេហេតុអីឯងគិតអញ្ចឹងឯងគួរតែរកលុយអញ្ចឹងលោកប្រាប់ខ្ញុំមកអ្នកណាខ្លះដែរមិនខំនោះពេលនោះពួកគាត់ក៏បានមើលមុខគ្នាមួយសន្ទុះហើយក៏បានបន្តដំណើរទៅមុខទៀតបន្ទាប់ពីទៅដល់ផ្ទះហើយពួកគាត់ក៏បានអង្គុយផឹកស្រាជាមួយនឹងគ្នាផឹកឡើងអស់ស្រាតែម្ដងឈិនស៊ីក៏បានងើបទៅយកស្រានៅក្នុងទូមកផឹកអឹកហៅអ៊ីសួរចុះឯណារបស់ខ្ញុំនោះឈិនស៊ីនិយាយទាំងសេតស្រាទាំងអស់នេះមានមនុស្សម្នាក់ទៅឲ្យខ្ញុំបើអញ្ចឹងគេនៅឯណាឬរត់បាត់ហើយមែនហើយបន្ទាប់មកក៏បានលើកស្រាផឹកម្ដងទៀតលោកមិនយល់ពីអារម្មណ៍របស់ខ្ញុំនោះទេថាវាអស់សង្ឃឹមក្នុងការការពារអ្វីមួយទោះដឹងថាគ្មានសង្ឃឹមតែក៏ចង់នៅតែថែរក្សាវាទៅចុះបើខ្ញុំប្រាប់ឯងថាខ្ញុំអាចយល់ពីអារម្មណ៍ឯងបាននោះតែឯងជឿអត់ឈិនស៊ីបានងើបមុខមើលនិងបានដើរទៅមើលមុខរបស់ហៅអ៊ីបន្ទាប់មកក៏បានទៅយកស្រាមួយដបទៀតនៅក្នុងទូទៅចូលគ្នាជាមួយនឹងហៅអ៊ីផឹកហើយក៏បាននិយាយក្លិនដង្ហើមរបស់គេគឺវានៅទីនេះទាំងអស់គ្រប់ពេលដែលខ្ញុំកាន់ដបនេះខ្ញុំមានអារម្មណ៍ថាគេនៅទីនេះជាមួយនឹងខ្ញុំហៅអ៊ីលឺអញ្ចឹងហើយក៏ឆ្លក់ស្រាឯងមើលទៅស្រវឹងឡើងវង្វេងវង្វាន់អស់ហើយខ្ញុំមិនបានស្រវឹងនោះទេបន្ទាប់ពីយប់នេះរឿងទាំងអស់នឹងត្រូវបានបញ្ចប់យើងគ្មានអ្វីដែលត្រូវចម្ពាក់គ្នាទៀតនោះទេហើយខ្ញុំក៏អាចនិយាយលាទៅពិភពលោកនេះបានហើយហេថ្ងៃនេះជាថ្ងៃរីករាយយើងមិនបានទាលុយឯងនោះទេហេតុអីឯងគិតអញ្ចឹងខ្ញុំពិតជាចង់ស្លាប់ណាស់ឯងកុំភ្លេចថាឯងនៅចម្ពាក់យើងឯងនៅតែមានតម្លៃសម្រាប់អ្នកណាម្នាក់តើខ្ញុំអាចនៅមានតម្លៃសម្រាប់អ្នកណាទៀតទៅបើមើលទៅរូបរាងរបស់ឯងបើឯងចូលទៅថតរឿងយ៉ាងតិចក៏បាន 30,000 យេនដែរពេលនោះពួកគាត់ក៏បាននាំគ្នាសើចហើយឈិនស៊ីក៏បានដើរទៅរកហៅអ៊ីនិងបានទាញមុខនេះឲ្យងើបមកមើលមុខរបស់គាត់និងបានអោនទៅចិត្តហៅអ៊ីបន្តិចចំណែកហៅអ៊ីវិញខំងាកមុខចេញបន្ទាប់មកឈិនស៊ីក៏បានទាញអាវរបស់គាត់ចេញហើយនិយាយបើអញ្ចឹងយប់នេះខ្ញុំបញ្ចុះតម្លៃឲ្យលោកបន្តិចទៅចោះ